នៅពេលដែលបានស្ដាប់ record podcast ហ្នឹងហើយគឺបងប្អូននឹងមាន content plan អញ្ចឹងណាអូខេអាហ្នឹងពាក់ព័ន្ធជាមួយ content plan ហើយ content plan បើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើខ្ញុំធ្វើទី1នៅលើ Notion ទី2នៅលើ Google Sheet បាទសួស្តីបងប្អូនស្វាគមន៍មកកាន់ Record Podcast episode ទី5ដែលយើងនឹងលើកឡើងពាក់ព័ន្ធជាមួយការធ្វើ content plan មុនផុសហ្នឹងហើយតើមានបងប្អូនប្រហែលអ្នកដែលធ្លាប់បានធ្វើមាតិកាមិនថាជា poster ជា video ជា article ក៏ដូចជាការ record សលេងដូចខ្ញុំហ្នឹងហើយធ្វើឲ្យគឺអត់មាន plan ទេចាធ្វើទៅតាមអារម្មណ៍ទៅតាមការនឹកឃើញគេហៅថាតាម idea ដែលយើងគិតចេញណាអូខេមានបងប្អូនប្រហែលអ្នកដែលធ្លាប់ធ្វើអញ្ចឹងសូម្បីតែខ្ញុំពីមុនក៏ធ្លាប់អញ្ចឹងដែរក៏ប៉ុន្តែឥឡូវនេះគឺខ្ញុំមានជា plan របស់ខ្លួនឯងនៅក្នុងការ set up ក៏ដូចជានៅក្នុងការ start ទៅលើការ record ដូចនៅក្នុងបងប្អូនទៅមើល caption គេដូចជាមើលកន្លែង description នៅលើ YouTube ណាចូលទៅគឺឃើញមាន30វីដេអូអញ្ចឹង30វីដេអូគឺខ្ញុំ record រងហើយអញ្ចឹងនៅពេលដែលខ្ញុំ start គឺខ្ញុំដាក់គោលដៅ30វីដេអូហ្នឹងក្នុងមួយ episode ហ្នឹងគឺដាក់30វីដេអូនៅ episode ក្រោយក៏ដាក់30ដែរហ្នឹងហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងទៅលើការដែលយើងមាន content plan ហ្នឹងតើនៅពេលដែលយើងមានវាជួយអីខ្លះមកយើងឬក៏អាចមើលថាបើសិនជាត្រឡប់ក្រោយវិញតើមានមនុស្សប្រមាណអ្នកដែលគ្មាន plan ហ្នឹងហើយអញ្ចឹងឥឡូវនេះឬក៏បច្ចុប្បន្ននេះគឺអ្នកផលិតមាតិកាជាច្រើនដែលគាត់មិនថាធ្វើជាវីដេអូមិនថាdesign ជារូបភាពនិងធ្វើ content ប្រភេទជា sound ជា article មានគេថាមានអ្នកខ្លះគឺធ្វើអត់មាន plan ទេហើយគិតបានអីផុសហ្នឹងអញ្ចឹងណាហើយមានអ្នកលក់ online ក៏ដូចជា SME អ្នកកាន់ page ជាច្រើនតែកាន់ page ឲ្យគេណាហើយក៏មានអ្នកខ្លះគឺចេះតែកាន់ទេដល់ពេលផុសពេលណាចង់ផុសពេលណាអត់ចង់តាមអារម្មណ៍ហើយពេលមាន idea មានគំនិតថ្មីមាន trade បានចាប់ផ្ដើមផុសអញ្ចឹងណាអញ្ចឹងកន្លែងនេះវាអាចធ្វើឲ្យបាន engagement របស់យើងអញ្ចឹងតកតងទៅនឹងការដែលយើងរៀបចំ content plan ឬក៏ content plan ហ្នឹងជាអីបងប្អូនត្រូវដឹងថា content plan វាគឺជាផែនការនៅក្នុងការកំណត់ថាតើយើងចង់ផុសពីអីហើយផុសនៅពេលណាហើយដើម្បីសម្រេចគោលបំណងឬក៏ជាគោលដៅអីឧទាហរណ៍ថាសម្រាប់ខ្ញុំផ្ទាល់ទៅលើការផុសអញ្ចឹងខ្ញុំផុសពីការចែករំលែកចំណេះដឹងបទពិសោធន៍ពាក់ព័ន្ធជាមួយនឹង media អញ្ចឹងតកតងទៅនឹងការផុសពេលណាគឺផុសនៅពេលល្ងាចម៉ោង 5:15 នាទីនៅលើ channel Rian Media channel YouTube ដាក់តែនៅក្នុង channel YouTube ទេគឺអត់ដាក់នៅលើ platform ផ្សេងទេនឹងបញ្ជាក់បងប្អូនណាហើយសម្រាប់គេថាហើយដើម្បីគោលបំណងគេឬក៏នៅពេលដែលធ្វើមាន headផលអីខ្លះនៅពេលដែលធ្វើគឺចង់ចែករំលែកទៅកាន់អ្នកជំនាន់ក្រោយគាត់ទទួលបាននៅបទពិសោធន៍ទទួលបានចំណេះដឹងពីខ្ញុំពីរៀមច្បងដើម្បីឲ្យដឹងថារៀមច្បងនៅពេលដែលធ្វើក៏ធ្លាប់ទទួលបាននៅគេហៅថាភាពបរាជ័យអញ្ចឹងធ្លាប់អត់ដែលគិតថាមាន content plan អញ្ចឹងនៅពេលដែលបានស្ដាប់ record podcast ហ្នឹងហើយគឺបងប្អូននឹងមាន content plan អញ្ចឹងណាអូខេអាហ្នឹងពាក់ព័ន្ធជាមួយ content plan ហើយ content plan បើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើខ្ញុំធ្វើទី1នៅលើ Notion ទី2នៅលើ Google Sheet ហើយជាក់ស្ដែងនៅក្នុងការគ្រប់គ្រងដែលយើងអាច manage បានដូចនៅលើ Facebook Planner នៅលើ Meta Business Suite អញ្ចឹងណាគឺមានដែរតកតងទៅនឹង plan ពីថ្ងៃទី1ដល់ថ្ងៃទី30ហើយយើងអាចផុសនៅលើហ្នឹងក៏បានអញ្ចឹងណាអាហ្នឹងពាក់ព័ន្ធជាមួយនឹង content plan ហើយបើសួរថាតើនៅក្នុង content plan ហ្នឹងនៅពេលដែលយើងអត់មាន content plan យើងអាចផ្ដល់គេថាចំណុចអវិជ្ជមានអីខ្លះនៅក្នុងការផុស content របស់យើងអញ្ចឹងទី1គឺតកតងទៅនឹងអីគេតកតងទៅនឹងគ្មានភាពច្បាស់លាស់ឬក៏គេហៅថា page របស់យើងគឺនឹងគ្មានមាតិកាជាប់លាប់ហ្នឹងបើសិនជាអត់មាន content plan ចាផុសតាមនឹកឃើញម្ដងផុសអាទិត្យនេះស្អែកឡើងខានស្អែកឡើងអត់ផុសទេខានស្អែកមិនផុស
តែបើសិនយើងដាក់កាលវិភាគថាថ្ងៃច័ន្ទផុសថ្ងៃពុធផុសថ្ងៃសុក្រផុសថ្ងៃអាទិត្យផុសអញ្ចឹងទៅអត់អីទេតែអ្នកខ្លះអត់ទេគឺឲ្យតែនឹកឃើញពីណាផុសពីហ្នឹងអញ្ចឹងចំណុចអវិជ្ជមានវាមានដែរគេថាឈប់ផុសយូរហេតុអីព្រោះដោយសារតែគ្មាន idea អត់មានគំនិតថាតើទៅផុសពីអីហើយនៅលើเพจយើងនៅពេលខានផុសគឺវាបាត់ engagement ទេបងប្អូនហើយបើសិនយើងចង់សម្រេចគោលដៅដែលយើងចង់បាន reach ចង់បាន engagement ចង់បានអ្នកតាមដានចង់បានអ្នកគ្រប់គ្រងប្រកាសជាបាត់បង់ក៏ដូចជាអាចនឹងមិនសូវមានអញ្ចឹងកន្លែងនេះតកតងទៅនឹងចំណុចអវិជ្ជមានក៏ប៉ុន្តែបើសិនជាបងប្អូនព្យាយាមផុសយើងនឹងមានចំណុចវិជ្ជមានច្រើនអញ្ចឹងចំណុចវិជ្ជមាននេះមានអីខ្លះនៅពេលដែលយើងមាន content plan ទី1គឺគ្រប់គ្រងទិសដៅលក្ខណៈថាទិសដៅហ្មងយើងយល់ច្បាស់អំពីគោលបំណងឬក៏គោលដៅរបស់យើងតើយើងចង់ទៅធ្វើអីធ្វើពីណាទៅណារយៈពេលប្រហែលធ្វើអ្វីខ្លះហើយយើងអាចផុសបានស្ទើរតែរាល់ថ្ងៃឬក៏រាល់ថ្ងៃហ្មងបើខ្ញុំផុសរាល់ថ្ងៃហើយយើងមាន idea មិនចេះចប់ព្រោះហេតុអីនៅពេលយើងមាន plan យើងគិតថាចុះស្អែកធ្វើអីនេះហ្នឹងហើយចុះកាន់ស្អែកធ្វើអីកាន់ស្អែកមួយធ្វើអីហ្នឹងគឺយើងមាន plan រហូតហើយព្រោះយើងមានការត្រៀមខ្លួនក៏ដូចជាយើងស្រាវជ្រាវរហូតហើយនៅក្នុងនោះគឺយើងអាចជួយទៅក្រុមការងាររបស់យើងដើម្បីសហការនៅក្នុងការរៀបចំតែបើសិនជាបងប្អូនមានក្រុមមិននឹងស្រួលទេយើងអាចប្រជុំដើម្បីឲ្យជាគំនិត idea គ្នាទៅវិញទៅមកទៅពាក់ព័ន្ធជាមួយការរៀបមេតិកាហ្នឹងតែបើសិនជាអត់មានក្រុមការងារទេយើងធ្វើខ្លួនឯងទៅចាប់ដើមពីខ្លួនឯងដូចខ្ញុំនេះចាប់ដើមពីខ្លួនឯងទៅនេះណាហើយមួយទៀតគឺយើងអាចវាស់វែងនៅសមិទ្ធផលឬក៏ប្រសិទ្ធភាពរបស់យើងដោយយើងមានជា KPI របស់យើងទៅអូខេអញ្ចឹងពីថ្ងៃទី1ដល់ថ្ងៃទី30ហ្នឹងតើមាន engagement ប៉ុន្មានខ្ញុំទៅលើការកំណត់របស់ខ្ញុំ30វីដេអូនេះខ្ញុំគិតថាគ្រប់ 4000 ម៉ោង30វីដេអូហ្នឹងណាតែដឹងថាគ្រប់ឬអត់ទេតែសង្ឃឹមថាគ្រប់ចុះអាហ្នឹងពាក់ព័ន្ធជាមួយនឹងចំណុចវិជ្ជមានអញ្ចឹងសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមគឺគួរតែមានមិនគួរតែមានត្រូវតែមាន content plan អញ្ចឹងណាបងប្អូនអូខេអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើទៅកាន់អ្នកដែលទើបចាប់ផ្ដើមដែលអត់មានគេថា content plan ទី1ការផុសរបស់យើងគួរតែមានត្រូវតែមាន content plan អញ្ចឹងបើសិនជាយើងអត់មាន content plan ទេវាប្រៀបដូចជាផែនការរបស់យើងបើសិនជាឧទាហរណ៍ទៅលើផ្ទះភ្លើងណាគឺដើរអត់មានទិសដៅទេអត់ដឹងថាចេញពីពេញទៅតាណាទេអញ្ចឹងហ្នឹងហើយអញ្ចឹងយើងត្រូវថាចេញពីពេញគឺទៅកពតណាទៅបាត់ដំបងឧទាហរណ៍យើងចោះហ្នឹងហើយអញ្ចឹងនៅពេលដែលយើងធ្វើគឺយើងអាចសុំយោបល់អ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ដូចខ្ញុំ content plan នេះខ្ញុំធ្លាប់បានការខ្ញុំទៅរៀននៅសិក្ខាសាលាណានេះដឹងនៅសន្តាគារអូកវ៉កហ្នឹងហើយកាលមុនគឺធ្លាប់ទៅហើយទូបាន content plan មួយដែលបងគាត់ធ្វើការនៅដូចជាគេដឹងជេហ្នឹងហើយខាងដូចទៀនកោបទៅទូបានពីគាត់ដែរហ្នឹងហើយដល់ពេលយកមកគឺយើងអាចបំលែងមានថាយើងបំបែកcontent plan ដែលគាត់រៀបហ្នឹងបំបែកជារបស់យើងវិញហើយយើងអាច add ជាមួយនឹងទៅលើគេថា sheet ណាមួយរបស់យើងទៅបន្ថែមព្រោះគាត់ដាក់មកថាមាន5 sheet យើងអាចថែម7ទៅព្រោះវិស័យរបស់គាត់និងវិស័យយើងវាខុសគ្នាអញ្ចឹងណាពេលខ្លះវិស័យឧទាហរណ៍ខ្ញុំបោះឲ្យបងប្អូនទៅបងប្អូនឃើញច្រើនពេកអាចដកចេញខ្លះក៏បានដែរអញ្ចឹងណាអូខេហើយមួយទៀត content plan នៅពេលដែលយើងមានណាវាគឺជាកលឹះមួយវាគឺជាការថាកូនសោមួយដែលអាចឲ្យយើងឆ្ពោះទៅរកការប្រមូល audience ការ grow audience ហើយយើងអាចលក់ក៏បានហ្នឹងលក់បានមិននៅពេលយើងមាន plan ទាំងអស់ហ្នឹងនៅពេលដែលយើងធ្វើ business ជាទូទៅគឺយើងប្រកាសជាមានទិសដៅចុងក្រោយគឺទៅលើការលក់ហ្នឹងហើយអំឡុងពេលដែលយើងរៀបហ្នឹងការ build branding របស់យើងឲ្យគេស្គាល់បើទោះបីយើងមិនមាន business ក៏ប៉ុន្តែយើង build ឲ្យគេស្គាល់ថាយើងជានរណាកំពុងធ្វើអីអញ្ចឹងណាបងប្អូនអញ្ចឹងអ្នកដែលទើបចាប់ដើមដំបូងជារួមគឺត្រូវតែមាន content plan ដើម្បី start ចាប់ដើមណាអញ្ចឹងសម្រាប់ខ្ញុំនៅក្នុងអេពីសូតនេះមានការចែករំលែកទៅអ្នកស្ដាប់ពាក់ព័ន្ធជាមួយការធ្វើ content plan មុនផុសហ្នឹងគឺមានតែប៉ុណ្្នឹងហើយបើសិនជាបងប្អូនមានជាចម្ងល់អាច comment ហើយដូចខ្ញុំបញ្ជាក់មិញដូចជាខ្ញុំមានជា marketing master plan ហ្នឹងហើយជាឯកសារទេបងប្អូនចង់បានខ្ញុំតម្លែងឲ្យក៏ប៉ុន្តែតើតែបងប្អូន comment នៅក្នុងវីដេអូរបស់ខ្ញុំបានខ្ញុំតម្លែងឲ្យហើយខ្ញុំតម្លែងនៅក្នុង channel ទៀតតែ channel Telegram ហ្នឹងណា
តែបើសិនជាអត់សុំទេស្ដាប់ហើយបានតែស្ដាប់អត់សុំខ្ញុំអត់ឲ្យទេហ្នឹងសម្រាប់បងប្អូនដែរអ្នកថ្មីណាហើយបើសិនជាឧទាហរណ៍បងប្អូនអាចមើល comment តែចន្លោះពេលថ្ងៃណានោះខ្ញុំនឹងcomment ក៏ដូចជាខ្ញុំតម្លាក់ចូលក្នុង group គឺថ្ងៃហ្នឹងដូចគ្នា បើសិនជាបងប្អូនសួរប្រកាសជានៅគេថាឧទាហរណ៍បងប្អូនសួរនៅថ្ងៃទី15 ខែ 6 2025 ដល់ពេលឆ្នាំក្រោយអ្នកមើល 2026 តើតាអូសឡើងមកលើឬក៏ចុច keyword មានន័យថាចូល Telegram ក៏ចុចពាក្យចុចពាក្យ master marketing master plan ទៅបានដែរព្រោះដោយសារតែ file ខ្ញុំដាក់ឈ្មោះនឹង marketing master plan template តែប៉ុណ្ណឹងមកចុចតែ keyword ហ្នឹងទៅគឺឃើញបងប្អូនសំខាន់យល់ពី keyword ដែលខ្ញុំផ្ញើឯកសារហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំផ្ញើឯកសារលើកក្រោយគឺខ្ញុំនឹងតម្លាក់រាល់ការតម្លាក់គឺខ្ញុំនឹងបញ្ជាក់នៅខាងចុងគឺឯកសារឈ្មោះអីដើម្បីបងប្អូនងាយស្រួលក្នុងការ research អូខេអញ្ចឹងសម្រាប់អេពីសូតនេះខ្ញុំមិនថាចប់ហើយឥឡូវថែមតិចទៀតហ្នឹងហើយអូខេអរគុណបងប្អូនជូនពរបងប្អូនមានស្តុកភាពល្អបន្តជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅអេពីសូតទី6ដែលនឹងលើកឡើងពាក់ព័ន្ធជាមួយនឹងពេលខ្លះការរចនាភ្លាមក៏ល្អនឹងសម្រាប់ graphic design អូខេជួបគ្នានៅអេពីសូតទី6បាទ